ឯកឧត្តមអ៊ូរ៉ាស៊ីអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាជិកក្រុមការងាររដ្ឋវ៉ាជីនីនៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបកប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិកប្រចាំតំបន់ឆ្នេរខាងកើតតារា Cambodia News វិមាន7មករានៅព្រឹកថ្ងៃអាទិត្យ11រោចខែកដិកឆ្នាំអាសាញ់សប្តស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025ឯកឧត្តមអ៊ូរ៉ាស៊ីប្រធានតំបន់ឆ្នេរខាងកើតនៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបកប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិកក្នុងពិធីប្រកាសសមាជិកក្រុមការងាររដ្ឋវ៉ាជីនីនៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបកប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិកប្រចាំតំបន់ឆ្នេរខាងកើតក្នុងពិធីនោះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវលោកស្រីអនុប្រធានតំបន់ឆ្នេរខាងកើតប្រធានអនុប្រធានរដ្ឋថ្នាក់ដឹកនាំក្រុមការងារជំនាញនិងទីក្រុងនិងសមាជិកក្រុមការងារថ្លែងក្នុងពិធីនោះដែរឯកឧត្តមអ៊ូរ៉ាស៊ីក៏បានលើកបង្ហាញពីសារបាននៃការកកើតក្រុមការងារនិងកិច្ចខិតខំប្រឹងប្រែងតាំងពីស្ថិតក្នុងរចនាសម្ព័ន្ធតូចមានសមាជិកតិចរបស់ឈាមពង្រឹងនិងពង្រីកបានធំធាត់មកដល់ពេលនេះបន្ថែមពីនេះឯកឧត្តមបានធ្វើការអបអរសាទរដល់ក្រុមការងារដែលទទួលបាននូវសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំយុវជនគណបកសម្រាប់ការចាត់តាំងក្រុមការងារនៅពេលនេះដើម្បីជាការឆ្លើយតបត្រូវខិតខំពង្រឹងសាមគ្គីភាពបដិញ្ញាអនុវត្តតួនាទីភារកិច្ចឈានទៅសម្រេចបានជាលទ្ធផលល្អប្រសើរជូនគណបកគុំកម្ពុជាសុភាលោកីសន្តិភាពអាចចន្ទ្រៃមានអ្វីព្រួយបារម្ភឡើយស្រឡាញ់ពេញបេះដូងហើយមានរីកចិត្តឡើយជាហើយជូនក្នុងបង្ហាអរគុណទៅណាពើនួនល្អជុំទាំងគុណត្រូវតបស្នងឲ្យទ្វេដងបំណងពើស្រស់ជាពេញសិនសំដាច់ដែលចូលសំណងស្នាដឹកនាំទាំងអស់ទាំងរាប់ទាំងប្រជាជនអើយអរគុណចំពោះបាក់តែ បានច្បាស់ស្រាប់សូមយ៉ាងណាដែរក៏ជ្រាបពេញកម្ពុជាឋានបង្កើតយ៉ាងផ្សេងផ្សេងស្មមលើពីការស្មានសន្តិភាពបាននាំជីតានកានអើយទុំកម្ពុជាសុភាលោកីសន្តិភាពអាចចន្ទ្រៃមានអ្វីព្រួយបារម្ភឡើយអើយស្រឡាញ់ពេញបេះទៅណាពើនួនល្អជុំទាំងគុណត្រូវតបស្នងឲ្យទ្វេដងបំណងពើស្រស់ជាពេញសិនសំដាច់ដែលចូលសំណងស្នាដឹកនាំទាំងអស់ទាំងប្រជាជនអើយអរគុណចំពោះបាំងតា បានច្បាស់ស្រាប់យ៉ាងណាដែរក៏សន្តិភាពជ្រាបពេញកម្ពុជាឋានបងបង្កើតយ៉ាងផ្សេងផ្សេ